បាទជំរាបសួរប្រិយមិត្តទាំងអស់បាទនៅថ្ងៃនេះខ្ញុំបាទសូមធ្វើវីដេអូលម្អិតពាក់ព័ន្ធនឹង sound card ឈុត$115បាទមុននឹងផ្ញើជូនដល់អតិថិជនខាងត្បូងឃ្មុំបាទអញ្ចឹងខ្ញុំធ្វើវីដេអូនេះចាប់ផ្ដើមតាំងពីបើកប្រអប់រហូតដល់របៀបថតជាមួយនឹងទូរស័ព្ទបាទដៃបាទអញ្ចឹងខ្ញុំប្រើទូរស័ព្ទ Honor នេះសម្រាប់ record នេះដោយសារវាមានរុននេះឲ្យរុន3លីចុចអញ្ចឹងទូរស័ព្ទប្រិមិត្តដែលមានរុនហ្នឹងមិនចាំបាច់ប្រើគេហៅថា USB ទេនេះ USB Type C ទេអានេះ original សម្រាប់ Type C ដែលមានតម្លៃ$18តែខ្ញុំមានលក់ទេខ្ញុំទិញគេដែរទេបាទអានេះសម្រាប់ iPhone $18ដូចគ្នាទើបតែមកពីទិញជូនអតិថិជននៅសន្ធមុខឯនោះបាទឡើងទៅទិញឲ្យគាត់បាទឥឡូវនេះអញ្ចឹងឈុត$115ហ្នឹងវាមានអីខ្លះបាទវាមានដង microphone ដង microphone នេះគឺលហែកប៉ុន្តែមិនមែនមានន័យថាលហែកដងនេះគឺវាដាក់មកដាក់តាមទូកុងកណ្ដៅមកអញ្ចឹងវាដាច់ខាងក្រៅប៉ុន្តែខាងក្នុងអត់បញ្ហាទេគឺនៅស្អាតទាំងអស់ទេបាទអញ្ចឹងវាមានដង microphone នឹងមួយបាទអញ្ចឹងខ្ញុំសូមយកដាក់ដោយ license តោះមកយើងមានកាសបាទនេះគឺជាកាសកដោបជានេះការពិតទិញមកអត់មានទេអានេះខ្ញុំទិញនៅបំពេញថែមឲ្យអតិថិជនឲ្យមានគ្រប់ទៅទេបាទអញ្ចឹងចំណេញតិចណាស់បាទបាទអញ្ចឹងការពិតមួយឈុតវាអត់មានទេមានតែប៉ុណ្ណឹងហើយនឹងដង microphone ទេបាទអញ្ចឹងឥឡូវនេះខ្ញុំបើកម៉ាស៊ីនsound card បាទម៉ាស៊ីនsound card អញ្ចឹងយើងបើកមកម៉ាស៊ីនsound card នេះបាទអញ្ចឹងយើងបានសភៅណែនាំបាទតម្លាក់ទៅនោះសិនណាបាទនេះអញ្ចឹងវាមានប្រើភ្ជាប់ជាមួយនឹងកុំព្យូទ័របាទអញ្ចឹងមានមួយ set តែម្ដងលោកអ្នកមិនចាំបាច់បារម្ភទេបាទលោកអ្នកអាចប្រើប្រាស់វាភ្ជាប់ជាមួយនឹងកុំព្យូទ័រក៏បានភ្ជាប់ជាមួយនឹងឧបករណ៍តន្ត្រីហ្គីតា solo អីបានមួយ set បាទsound card នេះណាបាទអញ្ចឹងសភៅតាមដានសភៅតាមដានបាទសភៅណែនាំបាទនេះគឺយើងបានម៉ាស៊ីនsound card មួយបាទនេះគឺជាម៉ាស៊ីនsound card បាទអញ្ចឹងយើងបានម៉ាស៊ីនsound card នេះវាមាននេះគេហៅថាដូច dynamic បាទ dynamic នេះដូចធំដូច microphone យើងសូកចូលតាមនឹងមកហើយរុននេះគឺយើងរុនសម្រាប់កាសត្រចៀកហើយរុននេះ output សម្រាប់ភ្ជាប់ទៅកាន់ធុងបាសខាងក្រៅបាទ output អានេះគឺ condenser mic 2អញ្ចឹងយើងដាក់ microphone ប្រភេទដូចតូចបាទយើងដាក់បាន2សរុបទាំងនេះដាក់បាន microphone 3ល្អសម្រាប់ប្រិយមិត្តដែលចង់ធ្វើជា podcast គឺត្រូវតែម្ដងនិយាយម្ដង3នាក់បាទហើយនេះគឺ USB បាទ USB នេះគឺយើងប្រើវាសម្រាប់បញ្ចូលថ្មឬក៏យើងសម្រាប់ភ្ជាប់ទៅកុំព្យូទ័រហើយនេះគឺ music input មានន័យថាយើងមិនចាំបាច់ប្រើ Bluetooth ក៏បានយើងប្រើខ្សែដើម្បីយកតន្ត្រីចូលក៏បានយកភ្លេងចូលណាសម្រាប់ច្រៀងអានេះគឺ port 3បាទ live បាទសម្រាប់ខ្សែថតអាហ្នឹងយើងដោតចេញមកហ្នឹងទៅកាន់ទូរស័ព្ទឬក៏ទៅកាន់ឧបករណ៍ដែលយើងប្រើសម្រាប់ record នេះគឺ sound card បាទអញ្ចឹងខ្ញុំដាក់មកដោយ live មកហើយបន្ទាប់មកយើងមានខ្សែសម្រាប់ live ពីរខ្សែវារុន port វា3ប៉ុន្តែក្រុមហ៊ុនគេឲ្យតែ2ទេបាទក្រុមហ៊ុនគេឲ្យយើងតែ2ទេ2ខ្សែបាទនេះខ្សែទី1និងខ្សែទី2អញ្ចឹងខ្ញុំដកមួយដើម្បីយកមកប្រើបន្តិចទៀតនេះបាទហើយបន្ទាប់មកក្នុងនោះយើងមាននេះ Type C នេះប្រើជាមួយនឹងកុំព្យូទ័រឬក៏យើងប្រើសម្រាប់សាកថ្មហ្នឹងឯងសាកថ្មក៏សាកពេញហើយយើងប្រើទៅកុំព្យូទ័របាទនេះ Type C នេះសម្រាប់ប្រើទៅកុំព្យូទ័រឯប៊ូតុង3នេះគឺយើងប្រើ website យើងចូលទៅកាន់ website របស់ក្រុមហ៊ុនបន្ទាប់មកយើង download កម្មវិធី sound effect របស់វាដាក់លើនឹងបន្ថែមបានបាទប៊ូតុង3នេះប្រិមិត្តបាទអរគុណច្រើនឥឡូវនេះបន្តិចទៀតខ្ញុំនឹងធ្វើជាក់ស្ដែងឲ្យប្រិមិត្តមើលតែម្ដងបាទអញ្ចឹងខ្ញុំបិទសិនបាទហើយបន្តទៅខ្ញុំបើក microphone ម្ដងអានេះគឺជា microphone បាទអញ្ចឹង microphone ហ្នឹងមានអីខ្លះអញ្ចឹងខ្ញុំបើកមក microphone នេះគឺ cardiac condenser មានន័យថាជា microphone ប្រភេទប្រើ
ban từ lùm từ lia bạn lúc này aiប្រើแต่ microphone ហ្នឹងភ្ជាប់ជាមួយនឹង computer ក៏បានបាទនេះបាទភ្ជាប់ជាមួយនឹង sound card ប្រភេទ USB សម្រាប់ភ្ជាប់ជាមួយនឹងកម្មវិធី studio ធំក៏បានបាទអត់បញ្ហាទេ microphone នេះហើយលោកអ្នកអាច download កម្មវិធីចេញពី website របស់ក្រុមហ៊ុនដើម្បីយកមកប្រើបានទៀតអញ្ចឹងខ្ញុំមកហើយក្នុងនេះយើងបានអីគេអានេះគឺខ្សែសម្រាប់ភ្ជាប់ជាមួយនឹងពី microphone ទៅកាន់ computer ប្រភេទ Type C អញ្ចឹង record ផ្ទាល់តែម្ដងមានន័យថាយើងដោតចូល microphone ទៅកាន់ computer Type C ហើយយើង record សំឡេងបានហើយនេះដូចនេះគឺជាដូចXLR បាទអញ្ចឹង sound card ប្រភេទ XLR វាមានដូចស្រាប់មកតែមកអញ្ចឹង microphone នេះទិញទៅគឺមានមួយគ្រប់ហើយអត់ទាន់អស់ទេនៅមានខ្ញុំនៅមានខ្សែមួយទៀតបាទនេះខ្សែនេះគឺជាខ្សែប្រើជាមួយ microphone ជាមួយ sound card នេះជាដូច dynamic នេះបាទអញ្ចឹងខ្សែនេះប្រើជាមួយនឹង microphone នេះហើយប្រើជាមួយនឹងម៉ាស៊ីន sound card នេះអញ្ចឹងទាំងអស់វាខ្សែ3ឥឡូវនេះខ្ញុំរុញ មួយនេះសិនបាទខ្ញុំលើកmicrophone មកសិនបាទនេះជា microphone បាទអញ្ចឹងខ្ញុំដាក់មួយនេះសិនបាទអញ្ចឹងប្រិយមិត្តឃើញ microphone នេះនេះសញ្ញាដកបន្ថយ volume ដំឡើង volume ពេលយើងកំពុង live យើងចុចទៅនេះមកវាមានន័យថាយើងនិយាយលេងចូលហើយក៏ប៉ុន្តែយើងប្រើវាបានតែជាមួយនឹង Type C ទេនេះ Type C នេះដោតចេញពី Type C នេះចូលទៅកាន់ computer សម្រាប់ record សំឡេងហើយអានេះយើងដោតកាសរបស់យើងទៅជាហ្នឹងយើងដោតមកស្ដាប់ឮសំឡេងយើងហើយអាហ្នឹងយើងប្រើជាមួយនឹង computer ដោយឡែកបាទដោយឡែកនេះក្បាលវាអញ្ចឹងប្រិមិត្តបាទដោយឡែកខ្សែនេះគឺយើងប្រើជាមួយ sound card អញ្ចឹងមើលប្រិមិត្តបាទខ្ញុំស្រាវវាខ្ញុំប្រើជាមួយនឹង sound card បាទថ្ងៃនេះគឺរវល់ពេញតាំងពីព្រឹកមកតែម្ដងអធិជនចេញមួយចូលមួយអញ្ចឹងទៅធ្វើឲ្យការធ្វើវីដេអូហើយផ្ញើបកបងនៅកំពង់ចាមនៅត្បូងឃ្មុំជឿបាទនេះដូច dynamic ប្រិមិត្តយើងដោតចូលមកបាទឃើញទេវាស្រូបខ្លាំងដូច dynamic ហ្នឹងហើយអានេះយើងដោតចូលខ្សែវា3ម៉ែត្រប្រិមិត្តខ្សែដូច dynamic នេះអញ្ចឹងអត់ពិបាកទេបាទខ្សែវា3ម៉ែត្រវែងអញ្ចឹងយើងអានេះយើងដោតចូលនេះដោតចូល microphone មកសូមប្រាប់ថានៅពេលដែលយើងប្រើដូច dynamic នេះអានេះយើងប្រើបានទេប៊ូតុង3នេះប្រិមិត្តប៊ូតុង3នេះគឺយើងប្រើបានតែជាមួយនឹងនេះ USB របស់វាភ្ជាប់ទៅ computer បានយើង control វាបានតែបើយើងប្រើមួយនេះហើយគឺអត់បានទេអញ្ចឹងបន្តមកគឺខ្ញុំត្រូវយកកាសខ្ញុំខ្ជិលបើកកាសនោះខ្ញុំអាកាសដែលខ្ញុំប្រើហើយវាស្រួលបាទនោះវាមានថង់ plastic បើកអីអញ្ចឹងញ៉ៃខ្ជិលប៉ុន្តែសិតតែធ្វើតេស្តហើយបានខ្ញុំបិទ plastic អញ្ចឹងខ្ញុំខ្ជិលបកវិញកាសមួយធ្វើតេស្តទាំងអស់បាទព្រោះកាសទិញនៅស្រុកខ្មែរទេបាទទិញក៏មានចុះតម្លៃឲ្យយើងទេអញ្ចឹងអានេះគឺ headset យើងដោតចូលមកបាទអូខេមកផ្លុកមកបាទចឹង headset ហើយនេះខ្សែ line អញ្ចឹងខ្ញុំប្រើខ្សែ line មួយបាទអូខេអញ្ចឹងយើងដោតរុនមួយណាក៏បានដែរក្នុងចំណោមរុន3ហ្នឹងដើម្បីធ្វើការ record បាទនេះ port បាទ port 1និងដាក់ port 1បើយើងប្រើតែមួយបាទអញ្ចឹងអានេះមានន័យថាយើងដោតចូលទៅអីដោតចូលទៅទូរស័ព្ទបាទទូរស័ព្ទដែលយើងថតឥឡូវខ្ញុំចង់ថតម្ដងពីរខ្សែជាមួយខ្ញុំថតជាមួយនឹងទូរស័ព្ទនេះមួយបាទអញ្ចឹងនេះយើងបើកចូលដល់នេះមកប្រិមិត្តបាទដោតចូលមិនបើកចូលទេបាទអធិស្ឋានបាទអញ្ចឹងយើងបើកដោតចូលហ្នឹងមកបាទបាទអញ្ចឹងយើងដោតចូលមកបន្ទាប់មក
នៅពេលដែលយើងចង់ record ជាវីដេអូយើងគ្រាន់បើកកាមេរ៉ាវីដេអូមកជាការស្រេចបាទអញ្ចឹងយើងដោតចូលនៅនឹងមួយណាប្រិមិត្តឥឡូវនេះខ្ញុំប្រើដោយ line មួយទៀតបាទនេះដោយ line មួយទៀតប៉ុន្តែទូរស័ព្ទដែលខ្ញុំកំពុងថតនេះអញ្ចឹងខ្ញុំប្រើភ្ជាប់វាបាទភ្ជាប់ដោយថតដែលខ្ញុំកំពុងថតហ្នឹងដោយសារទូរស័ព្ទដែលខ្ញុំថតជា Samsung ហើយដោយសម្រាប់ថតនេះប្រភេទ Type C បាទអញ្ចឹងបានវាថតជាប់ហើយ Type C ហ្នឹងប្រភេទ original ទៀតអញ្ចឹងខ្ញុំនេះ port 2នេះហើយខ្ញុំនឹងយកមកខាងនេះចូលបាទទៅក្នុងនេះទូរស័ព្ទដែលខ្ញុំកំពុងតែ record បាទដែលកំពុងតែ record ប៉ុន្តែមុននឹង record ឥឡូវនេះខ្ញុំ record ដោយមិនទាន់ចុចបាទសំទោសមិនទាន់ចុចមិនទាន់ភ្ជាប់ជាមួយនឹងទូរស័ព្ទដែលខ្ញុំកំពុងថតនេះខ្ញុំអត់ទាន់ភ្ជាប់ទេអញ្ចឹងខ្ញុំភ្ជាប់ទូរស័ព្ទនេះថតឲ្យលោកស្រីមើលសិនបាទឲ្យប្រិមិត្តមើលសិនមុននឹង record អញ្ចឹងខ្ញុំបើកសិនឥឡូវខ្ញុំបើកអូខេ clean ពេកអានេះនិយាយខុសច្រើនបាទអត់ទេជនមកជាប់គ្នាទៅបានបាយទឹកញ័រសាច់អីបាទអញ្ចឹងខ្លាចផ្ញើឲ្យទេជនអត់តន់ឥឡូវនេះគឺខ្ញុំបើកសោមកាតដែរបាទប្រិមិត្តឃើញទេសោមកាតដែរអញ្ចឹងខ្ញុំចង់ដឹងខ្ញុំធ្វើតេស្តមើលខ្ញុំយកកាសពាក់ចូលត្រចៀកបាទនេះកាសពាក់ចូលត្រចៀកខ្ញុំសិនបាទអូខេអញ្ចឹងខ្ញុំចង់ដឹងថាវាជាប់អត់អញ្ចឹងខ្ញុំនឹងលើក microphone យកមកនិយាយ Hello 1 2 3បាទឥឡូវវាលឺហើយបាទលឺវាលឺតែប្រិមិត្តដែលស្ដាប់ហ្នឹងអត់លឺទេបាទដោយសារតែខ្ញុំដាក់បាសដាក់កាសចូលត្រចៀកអញ្ចឹងលឺទៅក្នុងត្រចៀកខ្ញុំទេបាទឥឡូវយើងមកដល់ពាក់ព័ន្ធនឹង record ឥឡូវខ្ញុំ record ឲ្យខ្ញុំចុចប៊ូតុងមួយសិនប៊ូតុងបាទហើយបន្តមកខ្ញុំប្រើកាមេរ៉ាថតអានេះខ្ញុំប្រើ effect ខ្ញុំប្រើ effect ថត sound effect របស់វាជាមួយខ្ញុំ record ហើយខ្ញុំនិយាយពីទៅបាទ Hello 1 2 3ប្រិមិត្តទាំងអស់ជាទីមេត្រីបាទ1 2 3បាទឥឡូវនេះចង់ដឹងថាតើការ record ហ្នឹងជាប់អត់អញ្ចឹងខ្ញុំដកហើយខ្ញុំចុចវីដេអូដែលខ្ញុំ record នេះ Hello 1 2 3ប្រិមិត្តទាំងអស់ជាទីមេត្រីបាទ1 2 3បាទឃើញទេប្រិមិត្តអញ្ចឹងវាជាប់តែម្ដងវាជាប់ទាំងsound effect ហ្នឹងវាទៅច្បាស់តែម្ដងឥឡូវនេះខ្ញុំយកភ្លេងចូលខ្ញុំយកតន្ត្រីចូលយកតន្ត្រីចូលនៅក្នុងទូរsound card សំទោសមិនទូរស័ព្ទទេបាទអញ្ចឹងខ្ញុំលោកអ្នកប្រើទូរស័ព្ទក៏បានដែរប៉ុន្តែដោយសារតែទូរស័ព្ទខ្ញុំថតហើយអញ្ចឹងខ្ញុំប្រើ computer បាទនេះបាទនេះឃើញទេប្រិមិត្តបាទ USB sound card connected audio អញ្ចឹងខ្ញុំចូល YouTube មកបាទខ្ញុំបើកចម្រៀងចូល YouTube មកបាទឃើញទេនេះ YouTube អញ្ចឹងខ្ញុំដាក់បទចម្រៀងមួយបទអញ្ចឹងប្រិមិត្តឥឡូវខ្ញុំថតពីទូរស័ព្ទតែម្ដងទីមួយខ្ញុំថតដំណើរគ្នានៅទូរស័ព្ទនេះមួយហើយទី2ខ្ញុំនឹងថតទូរស័ព្ទក្នុងខណៈទូរស័ព្ទដែលខ្ញុំកំពុងថតវីដេអូនេះគឺ Samsung អញ្ចឹងវាតឃើញទេប្រិមិត្តតែនេះអត់តទេអានេះអត់តទេឃើញទេដោយសារវាមានដូច3លីចុចតែនេះទូរស័ព្ទ Samsung Note 20នេះវាប្រើ Type C អញ្ចឹងអានេះយើងប្រើអត់បានទេអញ្ចឹងយើងត្រូវមានដូចត Type C original ដើម្បីថតអញ្ចឹងខ្ញុំដាក់ចូលសិនបាទបាទឥឡូវប្រិមិត្តលឺសំឡេងខុសហើយនៅពេលដែលខ្ញុំដាក់ចូលទៅណាដាក់ចូលថតនេះសោក Type C ជាមួយនឹងកាមេរ៉ាទូរស័ព្ទដែលខ្ញុំថតនេះអញ្ចឹងនេះប៊ូតុង denoise កាត់ការរំខានអញ្ចឹងខ្ញុំចុចដូរមួយមក Hello 1 2 3អានេះយើងបន្ថយ echo បានតឡើង echo ដែលយើងចង់បានត្រឹមណាបាទអានេះrecord នេះមានន័យថាយើងបើកមក record នេះសលេងខុសគ្នាប្រិមិត្តបាទយើងអានេះ original sound បាទឥឡូវនេះខ្ញុំនឹង record បាទឥឡូវខ្ញុំនឹង record
ពីទូរស័ព្ទតែមួយតែម្ដងតែមុននឹង record ខ្ញុំចុច effect ឲ្យបងប្អូនមើលសិនបាទនេះជា sound effect របស់វាបាទអញ្ចឹងឃើញទេចុចមួយសំឡេងដូរមួយនេះ original បាទ original sound បាទនេះ professional sound អញ្ចឹងសំឡេងវាខុសៗគ្នាបាទឥឡូវខ្ញុំសាកសំឡេងហ្នឹងហើយខ្ញុំនឹងច្រៀងបន្តិចបាទនេះខ្ញុំ play ខ្ញុំចុច top 2តែម្ដងបាទនេះខ្ញុំចុចទូរស័ព្ទនេះមួយហើយទូរស័ព្ទដែលខ្ញុំកំពុងតែ record នេះស្រាប់បាទអញ្ចឹងចាំមើលប្រិយមិត្តចាំស្ដាប់បាទនរណានិយាយផងបងគឺស្រងនួនល្អបងណាអូនបងចូលហើយព្រៀងស្រពោនចាំអូនបាត់សូនមិនឃើញសោះសំមិញបងចាំលុះលងរីត្រីអញ្ចឹងប៉ុណ្្នឹងចុះប្រិមិត្តបាទអញ្ចឹងឃើញទេប្រិមិត្តហើយមិនមែនមានន័យថាយើងសេរីបានប៉ុណ្្នឹងទេប្រិមិត្តទៅសេរីខ្លួនឯងបន្ថែមណាអានេះខ្ញុំសេរីឆាវយកទេបាទនៅយើងសេរីអីគុយបាទយើងសេរីសំឡេងតូចសំឡេងធំអីនេះនៅមានច្រើនតង់ទៀតហើយនៅមាន effect មួយ sound effect មួយសម្រាប់ប្រិមិត្តទៅសេរីខ្លួនឯងបន្ថែមណាបាទ